លប់នៃពេលព្រឹកទាំង5គឺជួយសម្អាតនៃពោះវៀននិងជួយសម្រកគីឡូតូរ៉ាខ្លាំងដូចខ្លាចេញពីរុងប្រេងរំអិលតូរ៉ាផលិតតាមស្តង់ដារប្រទេសជប៉ុនចាប់ផ្ដើមថ្ងៃរបស់អ្នកជាមួយនឹងទឹកក្តៅមួយពែងការញ៉ាំទឹកក្តៅមួយកែវភ្លាមបន្ទាប់ពីភ្ញាក់ពីគេងគឺជាទម្លាប់ដ៏ល្អសម្រាប់រាងកាយការញ៉ាំទឹកគឺជំនួយនៃបរិមាណដែលទឹកបាត់បង់ដោយរាងកាយពេញមួយយប់ការពីនៃការទល់លាមកនឹងធ្វើឲ្យសុខភាពពោះវៀនល្អប្រសើរឡើងទម្លាប់នៃការចាប់ផ្ដើមថ្ងៃនេះក៏ជួយពន្លឿននៃការរំលាយអាហារនិងជួយដល់ការសម្រកទម្ងន់បានយ៉ាងមានប្រសិទ្ធភាព2គឺអាហារពេលព្រឹកពេញលេញអ្នកជំនាញបានណែនាំឲ្យញ៉ាំអាហារពេលព្រឹកជាមួយនឹងក្រុមនៃសារធាតុទាំងអស់គឺចាប់ពីម្សៅរហូតដល់ប្រូតេអ៊ីនជាតិសរសៃនិងខ្លាញ់ដែលមានសុខភាពល្អផ្លែប៊ឺរីវ៉ាល់ណាត់ឬក៏អាហារដែលមានខ្លាញ់ដូចជាទឹកដោះគោជូរជួយចិញ្ចឹមនៃបាក់តេរីគឺមានផលប្រយោជន៍ក្នុងពោះវៀនដល់នៃប្រូបៃអូទិករសដែលល្អសម្រាប់សុខភាពពោះវៀន3ការញ៉ាំកាហ្វេឬក៏តែការញ៉ាំទឹកតែឬក៏កាហ្វេក្រោយអាហារពេលព្រឹកគឺមិនត្រឹមតែជួយឲ្យភ្ញាក់ពីដំណេកប៉ុណ្ណោះទេថែមទាំងជួយពង្រឹងនៃសុខភាពពោះវៀនថែមទៀតផងដែរទោះជាយ៉ាងណាក៏ដោយអ្នកជំនាញគឺក៏សម្គាល់ថាមិនគួរបន្ថែមនៃជាតិស្ករឬក៏ទឹកដោះគោច្រើនពេកនៅក្នុងភេសជ្ជៈទាំងនេះឡើយ4គឺលំហាត់ប្រាណការស្រាវជ្រាវបានបង្ហាញថាការធ្វើលំហាត់ប្រាណរយៈពេលខ្លីក៏នាំមកនូវអត្ថប្រយោជន៍រាប់មិនអស់ដល់រាងកាយផងដែរគ្រាន់តែចំណាយពេល30នាទីឬក៏15នាទីហាត់យូហ្គាឬក៏ហាត់ប្រាណធម្មតាគឺជួយសម្រួលដល់ការរំលាយអាហារនិងបង្កើននៃចលនាពោះវៀនបង្កើននៃល្បឿនរំលាយអាហារនិងជួយសម្រកទម្ងន់បានយ៉ាងមានប្រសិទ្ធភាព5ធ្វើសមាធិឬក៏ដកដង្ហើមជ្រៅពេលព្រឹកជាមួយនឹងមមាញឹកដែលងាយនឹងបង្កឲ្យមានភាពតានតឹងនៅក្នុងពេលដែលអ្នក stress ដំណើរការនៃរំលាយអាហារនឹងថយចុះដែលប៉ះពាល់ដល់សុខភាពពោះវៀនការដែលចំណាយពេលនៃធ្វើសមាធិឬក៏ដកដង្ហើមចូលជ្រៅគឺជួយកាត់បន្ថយនៃការ stress និងកាត់បន្ថយនៃភាពតានតឹងរួមចំណែកនៃការកែលម្អនៃសុខភាពនិងបង្កើននៃប្រសិទ្ធភាពនៃការសម្រកទម្ងន់